កម្ពុជានឹងមានភ្លៀងកក់ខែលេីឡំជាមួយខ្យល់កន្ត្រាក់ក៏រន្ទះរាយប៉ាយនៅទូទាំងប្រទេសកម្ពុជាក្រសួងធនធានទឹកនិងអូតូនិយមឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមានការប្រុងប្រយ័ត្នក្រសួងធនធានទឹកនិងអូតូនិយមបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី4ខែមេសាឆ្នាំ2025ឲ្យដឹងថាភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី7ដល់ថ្ងៃទី30ខែមេសាឆ្នាំ2025ខាងមុខនេះដែលនឹងគ្របដណ្ដប់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសកម្ពុជានិងលេីឡំជាមួយខ្យល់កន្ត្រាក់ក៏រន្ទះសីតុណ្ហភាពមធ្យមបមា25អង្សាសេនិងសីតុណ្ហភាពមធ្យមបមា37អង្សាសេអាស្រ័យដូចបានជម្រាបជូនខាងលើក្រសួងធនធានទឹកនិងអូតូនិយមសូមជូនដំណឹងដល់សាធារណជននិងអាជ្ញាធរដែនដីមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតឡើងដោយយថាហេតុក្រសួងធនធានទឹកនិងអូតូនិយមនឹងបន្តធ្វើការតាមដានអំពីស្ថានភាពអាកាសធាតុដើម្បីជម្រាបជូនដំណឹងជាបន្តបន្ទាប់ប្រសិនបើក្នុងករណីមានការវិវត្តប្រែប្រួលសូមបញ្ជាក់ថានៅក្នុងខែមីនាកន្លងទៅបណ្ដាខេត្តមួយចំនួនបានរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋនិងដើមឈើមួយចំនួនត្រូវបានបំផ្លាញដោយសារខ្យល់កន្ត្រាក់